របៀបផ្ដល់ roaming profile ទៅឲ្យ user អញ្ចឹងនៅក្នុង roaming profile មាន desktop មាន my document មាន favorite មាន cookie ជាដើមអញ្ចឹងនៅក្នុង roaming profile វាមានតួនាទីស្មើសិតមានសិតស្មើនឹង drive ដែលយើងបានផ្ដល់ឲ្យដូចគ្នាអញ្ចឹងក្នុងការធ្វើ roaming profile ទី1គឺយើងចុចទៅលើ folder យើងបានបង្កើតសិនឧទាហរណ៍ថាខ្ញុំបង្កើតខ្ញុំបើកលើ folder ឈ្មោះថា long មួយចោះអញ្ចឹងនៅក្នុង folder long វាអត់មានអីឥឡូវខ្ញុំលុប folder នេះចោលអញ្ចឹងនៅក្នុង long អត់មានអីទេណាក្នុង folder long បាទបន្តមកខ្ញុំចាប់តាមបិទហើយខ្ញុំចាប់តាមបាក់ activity 3 log ទៅកាន់ user ដែលយើងចង់ធ្វើ roaming profile បន្តមកទៀតខ្ញុំទៅលើ profile អញ្ចឹងនៅក្នុង profile path កន្លែងនេះគឺយើងសរសេរឈ្មោះ machine server ហើយនឹងសរសេរភាគរយ username ភាគរយដល់ពេលនោះយក apply ដល់ពេលយក apply វានឹងបង្ហាញឈ្មោះ user យើងតែម្ដងសំទោសខុសឈ្មោះឡើយនេះមួយភាគរយ username ភាគរយ apply បាទដល់ពេលនោះវាចេញ user ឈ្មោះថា long តែប៉ុណ្ណឹងអូខេហើយ user មួយទៀតគឺយើងសរសេរដូចគ្នាដែរ profile កន្លែងនេះយើងសរសេរឈ្មោះ server ហើយបានសរសេរភាគរយ username ភាគរយបាទ apply អូខេអញ្ចឹងនៅពេលនោះខ្ញុំចាប់ដើមលើ client lock អញ្ចឹងករណី client lock នៅពេលដែល client lock គឺ client lock អស់ពីរដងយើងមើលថានៅក្នុងនេះក្នុង drive web drive ឈ្មោះ long ក៏អត់មានអីដែរណាគឺអត់មានអីទាំងអស់អត់មាន desktop អត់មាន my document អត់មាន favorite អត់មាន cookie ទេអញ្ចឹងខ្ញុំចាប់ដើម log off នៅលើ client មួយសិនចង់ដឹងថាតើវា run roaming profile អត់ខ្ញុំចាប់បើក Explorer ជាង log ចូល drive long បន្តមកអត់មានអីទេអញ្ចឹងករណីយើង log លើកទី1វាអត់មានទេលុះត្រាតែយើង log 2 ដង log លើកទី2ម្ដងទៀតនេះទៅ log លើកទី1ទេអញ្ចឹង log ដល់លើកទី2 log ឲ្យលើកទី2បើ Explorer ចឹង log ចូលក្នុង drive ម្ដងទៀតអញ្ចឹងនៅពេលនោះវាចេញពាក្យថាចេញ folder cookie ចេញ folder desktop folder long start menu ហ្នឹងក្នុង favorite ហ្នឹងអញ្ចឹងអាក្នុងហ្នឹងបើថាបើសិនបើយើង save នៅ desktop របស់ client មានន័យថាគឺយើង save នៅក្នុង folder desktop បើសិនបើយើង save នៅក្នុង my document របស់ client គឺយើង save នៅក្នុង my desktop ដែលស្ថិតនៅក្នុង user profile របស់ server បើសិនយើង save ក្នុង start menu គឺវាស្ថិតនៅក្នុង folder start menu ដែលស្ថិតនៅលើ machine server អញ្ចឹងមានថាគឺយើង save នៅក្នុងចំនួន folder ទាំង5នេះវាមានសិតវាមានន័យថាយើងស្មើយើង save នៅក្នុង folder long នេះគ្នាមានន័យ save នៅក្នុង drive long នេះគ្នាបាទអញ្ចឹងអាហ្នឹងវាមានភាពស្រួលថាឥឡូវឧទាហរណ៍ខ្ញុំ save នៅលើខ្ញុំបង្កើត file មួយ folder មួយឈ្មោះថាតែ profile បាទអញ្ចឹងនៅពេលនោះនៅក្នុង folder នៅក្នុង drive ហ្នឹងក៏វាមានដូចគ្នាដែរ desktop នេះនៅលើ desktop របស់ client អញ្ចឹងខ្ញុំចូល drive long នៅក្នុង desktop នេះវាអត់មានទេណាដល់សិនយើង log out មួយទៀតមកវាមានបានវា synchronize ដោយសារវាមិនសូវវារៀងយឺតអញ្ចឹងសាក refresh មើល
ក៏វាអត់ទាន់មកដែរបាទអញ្ចឹងសាឡអម្ដងទៀតប្រកាសជាមានload out លើកទី3 Explorer ម្ដងទៀត lock ចូល web drive ក្នុង desktop អញ្ចឹងយើងមាន folder មួយឈ្មោះ test profile បាទអញ្ចឹងក្នុងការសរសេរធ្វើ roaming profile នៅលើដែលផ្ដល់ឲ្យ client ត្រូវបានបញ្ចប់